មកបងប្អូនជំរាបសួរណាចាថ្ងៃនេះប្លុករបស់យើងចាប់ផ្ដើមទៀតហើយថ្ងៃនេះបងប្អូនក្បាលវីដេអូយើងប្រហែលជាបងប្អូនគិតថាតំណងខ្លាំងណាមើលទៅខ្ញុំហូបហើយឆ្ងាញ់ណាស់បងប្អូនអើយបុកល្ហុងមាន់អាំងបាយតណើបបងប្អូនណាចាហើយមានស្លឹកកទូតខ្ចីហើយបងប្អូនមើលខ្ញុំការរៀបចំរបស់ខ្ញុំឯងបងប្អូនជាដំបូងយើងឆ្លៀតមកដាំបាយដំណើបយើងដាំទឹកឲ្យពុះហើយយើងចាក់អង្ករដែលយើងលាងសម្អាតវា4-10ទឹកចេញហើយយើងចាក់អង្ករចូលហើយទឹកពុះម្សាទៀតយើងប៉ិតទឹកនឹងចេញហើយយើងផ្ងំវាឲ្យស្ងួតបាយរបស់យើងដូចចំហុយអញ្ចឹងបងប្អូនរួចបាយយើងមកផ្ងំចោលអញ្ចឹងយើងក៏ឆ្លៀតមកបុកល្ហុងរបស់យើងទៅយើងដាក់អំពិលខ្ចីម្ទេសខ្ទឹមអញ្ចឹងណាបងប្អូនហើយក៏មានប្រហុកយើងខ្ញុំយកទៅអាំងដែរបានសពនភាពបុកល្ហុងរបស់យើងកាន់តែឆ្ងាញ់កាន់តែមានរសជាតិអញ្ចឹងណាបើយើងអត់អាំងទៅប្រហុកឆៅពេកអញ្ចឹងទៅខ្លាចហូបទៅវាពិបាកឈឺពុះឈឺអីណាបងប្អូនណាចារួចហើយយើងក៏ដាក់ប៊ីចេងដាក់ម្ទេសអីតែប៉ុណ្្នឹងទៅព្រោះបុកល្ហុងចាស់បុរាណបុកល្ហុងខ្មែរយើងសុទ្ធនេះគឺអត់មានចាំបាច់គ្រឿងអីច្រើនទេបងប្អូនដាក់តែអំពិលខ្ចីហើយម្ទេសខ្ទឹមតែប៉ុណ្្នឹងគឺរួចជាការស្រេចអត់មានវែងឆ្ងាយដូចបុកល្ហុងសម័យឥឡូវទេបងប្អូនសម័យឥឡូវអូនិយាយពីគ្រឿងសែនអាគ្រឿងថែមនេះថែមនោះរហូតដាក់ក្រូចឆ្មាដាក់អីអញ្ចឹងណាតែបុកល្ហុងចាស់បុរាណខ្មែរយើងនេះគឺកុំចោលសោះបងប្អូនអើយបុកល្ហុងនិយាយពីឆ្ងាញ់ហើយចំណែកឯមាន់យើងបងប្អូនខ្ញុំអាំងតែមួយចំហៀងទេដាក់បុកល្ហុងមាន់អាំងរបស់យើងឯងបងប្អូនណាចាព្រោះសពនភាពបុកល្ហុងរបស់យើងក៏ខ្ញុំបុកច្រើនដែរអញ្ចឹងយើងផ្សំជាមួយគ្នាទៅរសជាតិវានិយាយពីមិចចូលគ្នាទៅរសជាតិវាបែបលក្ខណៈឆ្ងាញ់តែម្ដងបុកល្ហុងមាន់អាំងជាមួយនឹងស្លឹកកតួតរបស់យើងហើយមានស្លឹកងៀងទៀតបងប្អូនអើយបងប្អូននិយាយពីថាខ្ញុំហូបហើយឆ្ងាញ់ណាបងប្អូនហើយមាន់ស្រែយើងណាបេះកាភ្លៅមកជាតិទឹកវានិយាយពីរសជាតិវាឆ្ងាញ់សែនឆ្ងាញ់សាច់ឡើងក្រហមខ្លាំងមែនតែម្ដងណាបងប្អូនហើយបងប្អូនមើលមាត់របស់ខ្ញុំកាពៀងខ្ញុំខ្ញូកទៅហើយបាយតណើបយើងឃើញហ៎បងប្អូនដូចខ្ញុំនិយាយអញ្ចឹងដូចចំហុយអញ្ចឹងហើយពេលដែលយើងយកវាមកដុសហ្នឹងបងប្អូនរៀងក្តៅអញ្ចឹងទៅដុសវាទៅគឺវាមកដោយទាំងឆ្នាំងតែម្ដងអត់មានជាប់ក្តាំងទេហើយដាក់ជាមួយនឹងស្លឹកកតួតបុកល្ហុងហ្នឹងទៅអូយមួយម៉ាត់ណាក៏មានរសជាតិមួយម៉ាត់ណាក៏ឆ្ងាញ់ដែរខ្ញុំជឿថាវីដេអូថ្ងៃហ្នឹងបើបងប្អូនទស្សនាថ្ងៃហ្នឹងពិតជាមិនខកបំណងទេពីព្រោះអីខ្ញុំជឿថាបងប្អូនមើលហើយកុំក្លៀនកុំនេះខ្ញុំបងប្អូនហើយធ្វើតាមខ្ញុំហូបទៅដឹងតែឆ្ងាញ់ដឹងតែអេមហើយព្រោះខែនេះស្លឹកកតួតរបស់យើងក៏លោះខ្ចីម្វូដែរអញ្ចឹងស្រួលបេះហូបណាស់ស្រួលបេះយកមកជ្រលក់ណាស់បន្លែខៃខ្ចីច្រើនខ្លាំងមែនតើណាបងប្អូនធ្វើហូបទាំងអស់គ្នាទៅឲ្យឆ្ងាញ់មាត់ទាំងអស់គ្នាបងប្អូនហើយមាន់ស្រ័យយើងឥឡូវក៏ធូរថ្លៃដែរ1គីឡូនោះខ្ញុំនេះតែ16000 15000អីទេបងប្អូនមិននឹងមាន់ស្រែសុតតែម្ដងអត់មានចំដាក់ចំណីដាក់អីទេដាក់ចុងអង្គចុងស្រូវអីហ្នឹងពីព្រោះអីខ្ញុំដឹងពីរូបមន្តមាន់បងប្អូនអើយដល់ដឹងថាមាន់អញ្ចឹងបានខ្ញុំទិញយកមកហូបដែរហ្នឹងណាហើយយើងក៏គ្មានអីទេបងប្អូនអើយបងប្អូនបានជួយទស្សនាវីដេអូខ្ញុំបងប្អូនជួយ share ជួយ like ជួយ comment ជួយ follow ខ្ញុំសប្បាយចិត្តខ្លាំងមែនតើខ្ញុំមានតែម្រាមដៃ10ទេដែលបងប្អូនជួយគាំទ្រវីដេអូខ្មែរគ្នាឯងជួយមើលជួយអីរហូតអញ្ចឹងណាបងប្អូនខ្ញុំអរគុណខ្លាំងមែនតើខ្ញុំអរគុណម្ដងហើយម្ដងទៀតអញ្ចឹងណាបងប្អូនមានតែម្រាមដៃ10អរគុណបងប្អូនពីចម្ងាយទៅទេបងប្អូនណាចាហើយវីដេអូយើងហូបរបស់យើងក៏សូមតែប៉ុណ្្នឹងបងប្អូនអើយពីព្រោះអីមើលការហូបរបស់ខ្ញុំមានក្តីសុខខ្លាំងណាស់ក៏គ្មានអីបន្តទៅមុខទៀតដែរសូមជម្រាបលាបាយទាំងអស់គ្នាបងប្អូន